តើអ្នកជាមនុស្សដែលគិតច្រើនគិតរហូតដល់ថ្នាក់គេងមិនលក់ឬប៉ះពាល់ទៅដល់អារម្មណ៍ថ្ងៃនេះខ្ញុំជាវិជ្ជបណ្ឌិតនឹងចូលមកបកស្រាយតើហេតុអីបានជាមនុស្សយើងគិតច្រើននិងវិធីដោះស្រាយបញ្ហាថាតើយើងត្រូវធ្វើដូចម្តេចខ្លះការគិតច្រើនមិនមែនជាកំហុសរបស់យើងទេពេលដែលយើងជួបបញ្ហាឬក៏ stress ខួរក្បាលយើងនឹងព្យាយាមរកវិធីឬក៏ដំណោះស្រាយដើម្បីជួយយើងប៉ុន្តែទន្ទឹមនឹងនឹងបើសិនជាវាធ្វើការច្រើនពេកធ្ងន់ធ្ងរពេកវានឹងធ្វើឲ្យយើងហត់និងមានអារម្មណ៍តានតឹងផ្លូវចិត្តមនុស្សដែលគិតច្រើនគឺជាមនុស្សដែលយកចិត្តទុកដាក់និងមានការព្រួយបារម្ភខ្ពស់មនុស្សដែលគិតច្រើនគឺជាទូទៅតែងតែធ្វើឲ្យអរម៉ូន stress កើនឡើងគឺពួក cortisol អញ្ចឹងពួក cortisol ហ្នឹងគឺវាល្អនៅពេលថ្ងៃប៉ុន្តែពេលយប់វាត្រូវតែថយចុះអញ្ចឹងបើសិនជាយើងនៅតែគិតច្រើននៅពេលយប់អញ្ចឹងអាអរម៉ូនហ្នឹងវានៅតែកើនឡើងខ្ពស់នៅក្នុងខ្លួនរបស់យើងអញ្ចឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាត្រូវតែប្រុងប្រយ័ត្នជាប់ជាប្រចាំនឹងមានរឿងអ្វីៗកើតឡើងយើងចេះតែគិតទុកមុនអញ្ចឹងធ្វើឲ្យយើងគេងអត់បានល្អការគិតច្រើនហ្នឹងវាធ្វើឲ្យគំនិតរបស់យើងវាដដែលអ្នកខ្លះគាត់ចេះតែសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំបានធ្វើអីខុសខ្លះហើយស្អែកនឹងមានអ្វីកើតឡើងខ្លះអញ្ចឹងធ្វើឲ្យយើងគិតហើយគិតទៀតបានន័យថាមួយយប់ហ្នឹងវាប៉ះពាល់ដំណេកយើងតែម្ដងហើយបងប្អូនគួរតែចងចាំថាគ្រែគឺជាកន្លែងសម្រាប់គេងមិនមែនសម្រាប់គិតនោះទេអញ្ចឹងយើងត្រូវតែទម្លាក់ចោលអស់រឿងអ្វីៗទាំងអស់ហ្នឹងមុននឹងយើងធ្វើដំណើរទៅកន្លែងគេងដំណោះស្រាយដើម្បីបន្ថយការគិតក៏ដូចជាការគេងរបស់យើងឲ្យបានស្កប់ល្អគឺទីមួយយើងត្រូវសរសេរចេញមកបានន័យថាអ្វីដែលយើងគិតអ្វីដែលយើងព្រួយបារម្ភ concern ហ្នឹងយើងសរសេរចេញមកហើយយើងអានវាតើថ្ងៃបន្ទាប់ឬក៏បញ្ហាចម្បងយើងត្រូវដោះស្រាយអ្វីខ្លះមុនបានន័យថា step by step ចឹងមកបន្ទាប់មកទៀតយើងត្រូវធ្វើលំហាត់ដង្ហើមបានន័យថាដកដង្ហើមចូលតាមច្រមុះយើងទប់ប្រហែលជា3វិនាទីបន្ទាប់មកយើងផ្លុំខ្យល់ចេញវិញតាមមាត់យឺតហើយយើងធ្វើអាហ្នឹង repeat ទៅមកឲ្យបាន5ទៅ10នាទីមុនចូលគេងរៀងរាល់យប់ហើយយើងគួរតែកុំប្រើប្រាស់ទូរស័ព្ទ1ម៉ោងកន្លះទៅ2ម៉ោងមុនចូលគេងដើម្បីបន្ថយការគិតក៏ដូចជាឲ្យដំណេករបស់យើងវាមានគុណភាពល្អយើងអាចបើកភ្លេងស្ដាប់លក្ខណៈសន្ទន់ណា relaxing music ចឹងទៅបានន័យថាវាចាប់ផ្ដើមជួយឲ្យអារម្មណ៍យើងស្រស់ស្រាយក៏ដូចជាមិនសូវគិតដូចមុនបងប្អូនចូលសរសើរខ្លួនឯងឲ្យបានច្រើនឬក៏ remind ខ្លួនឯងថាយើងមិនឯកោទេមានមនុស្សជាច្រើនដែលមានបញ្ហាដូចយើងនៅលើโลกនេះសូមអរគុណសម្រាប់បងប្អូននៃការយកចិត្តទុកដាក់ទស្សនានៅវីដេអូរបស់ខ្ញុំបាទសូមជួយចុច Subscribe ដើម្បីទទួលបានព័ត៌មានក៏ដូចជាវីដេអូថ្មីៗទៀតដែលខ្ញុំបាទនឹងចែករំលែកអំពីបញ្ហាជំងឺផ្លូវចិត្ត